សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Sunmily ដែលជា Channel សម្រាយរឿងហើយថ្ងៃនេះផងដែរគឺយើងវិលត្រឡប់មកជួបគ្នាវិញសាជាថ្មីហើយ Admin ក៏សូមអធិស្ឋានផងដែរចំពោះការចេញរឿង Primal Season ទី 2 រឿងយឺតបន្តិចដោយសារតែ Admin មានការរវល់អញ្ចឹងថ្ងៃនេះគឺយើងចូលទៅកាន់សាច់រឿងរបស់យើងបន្តគឺវគ្គទី5ហើយវគ្គទី5របស់យើងគឺមានចំណងជើងថា The Primal Story ហើយវគ្គទី5របស់យើងនេះគឺគ្មានតួអង្គស្ពាហ្វាងនិងសត្វផ្សេងៗនោះទេនៅក្នុងវគ្គទី5នេះគឺគ្រាន់តែមានតួអង្គមនុស្សសម័យថ្មីដែលគេកំពុងតែសិក្សាពិសោធន៍និងជួបជុំគ្នានិយាយអំពីរឿងការធ្វើពិសោធន៍ទៅលើសត្វផ្សេងៗអញ្ចឹងមុននឹងចូលដល់សាច់រឿងរបស់យើងខ្ញុំសូមពឹងបងប្អូនម្នាក់មួយផងសូមបងប្អូនជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងជូនខ្ញុំម្នាក់មួយផងសាច់រឿងចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1890នៅប្រទេសអ៊ីងឡែនមានរទេះសេះមួយបកកាត់ទឹកភ្លៀងហើយនេះគឺជារទេះសេះរបស់លោក Blakely លោក Blakely ក៏ធ្វើដំណើរមកទីនេះគឺដើម្បីសិក្សាសាលាហើយនៅក្នុងនេះមានមនុស្សជាច្រើនកំពុងជជែកគ្នាអំពីការវិវត្តរបស់មនុស្សលោក Ravel បាននិយាយថាមនុស្សនៅពេលខឹងគឺបាត់បង់ស្មារតីនិងគ្រប់គ្រងខ្លួនឯងលែងបានហើយមនុស្សនៅពេលដែលបាត់បង់ស្មារតីคล้ายទៅជាមនុស្សគ្រប់គ្រងខ្លួនឯងលែងបានមនុស្សម្នាក់នឹងគឺយើងមើលទៅដូចជាមនុស្សបិសាចអញ្ចឹងពួកគេទាំងអស់គ្នាបានជជែកអំពីការសិក្សាផ្សេងៗបណ្ដាសើចលេងបណ្ដាបែបរស់រាយរាក់ទាក់ដាក់គ្នាទៅវិញទៅមកទោះពីពួកគេជជែកគ្នាមួយសន្ទុះក៏មានបរិមម្នាក់បានដើរឡើងទៅលើហើយអ្នកនៅខាងក្រោមក៏បានជជែកគ្នាបន្តទៀតកំពុងតែជជែកគ្នាសុកសុកក៏ស្រាប់តែឮសូរប្រាវពីលើពួកគេបានងាកមើលទៅលើក៏ឃើញស៊ីម៉ង់ប្រេះប៉ុន្តែពួកគេមិនបានខ្វល់អ្វីច្រើននោះទេពួកគេក៏បានជជែកគ្នាបន្តពួកគេគ្រាន់តែគិតថាមានរបស់អ្វីធ្លាក់ពីលើតែប៉ុណ្ណោះបានវាប្រេះបែកស៊ីម៉ង់លោកតាម្នាក់គាត់ក៏បាននិយាយបន្តក៏ស្រាប់តែមានឈាមស្រក់ចូលកែវស្រារបស់គាត់ពេលនោះធ្វើឲ្យអង្គប្រជុំទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំងពួកគេក៏បាននាំគ្នាឡើងទៅលើដើម្បីរកមើលថាមានអ្វីកើតឡើងនៅទីនោះពេលពួកគេឡើងទៅដល់លើពួកគេក៏បានឃើញបិសាចមួយកំពុងតែចាប់ស៊ីលោក Steven ពួកគេបានឈរមើលទៅសកម្មភាពរបស់បិសាចនិងសាកសពរបស់លោក Steven យ៉ាងភ្ញាក់ផ្អើលកំពុងតែឈរសម្លឹងទៅមើលបិសាចនោះក៏បានងាកមកឃើញពួកគេទាំង3នាក់បិសាចនោះក៏បានដេញពួកគេទាំង3នាក់នោះពួកគេទាំង3នាក់នោះក៏បានរត់ចុះមកក្រោមវិញពេលរត់ចុះមកដល់ក្រោមបិសាចនោះក៏បានលោតមកកន្ទ្រឹបបរិមម្នាក់បិសាចនេះរៀបនឹងខំហើយប៉ុន្តែមានបរិមម្នាក់ទៀតគាត់បានទាញកេអីមកវាយចំពីលើខ្នងបិសាចម្នាក់នេះបិសាចមួយក្បាលនេះក៏បានសម្លាប់មនុស្សអស់ពី3នាក់នៅក្នុងការប្រជុំមួយនេះបន្ទាប់មកបិសាចមួយក្បាលនេះក៏បានដេញចាប់លោក Blakely និងកូនចៅរបស់ពួកគាត់កូនចៅរបស់លោក Blakely បាននាំលោក Blakely ចូលទៅក្នុងបន្ទប់មួយហើយបានចាក់សោនិងទាញយករបស់ធ្ងន់ៗមកបាំងទ្វារកុំឲ្យបិសាចនោះចូលមកបាននៅពេលនោះលោក Blakely គាត់ភ័យខ្លាំងណាស់គាត់គិតថាជីវិតរបស់គាត់មានជីវិតរស់បន្តទៀតដែរឬទេគាត់ក៏បានអង្គុយចុះនិងយំស្រែករកព្រះឲ្យជួយប៉ុន្តែនៅពេលនេះគឺខ្លួនទីពឹងខ្លួនហើយគឺគ្មានព្រះណាមកជួយគាត់នោះទេចំណែកឯកូនចៅរបស់គាត់គឺសុទ្ធតែជាអ្នកមានសមត្ថភាពផងដែរពួកគាត់កំពុងតែទាញរករបស់ធ្ងន់ៗដើម្បីបាំងទ្វារការពារបិសាចមួយនោះទម្លុះចូលមកបានមួយសន្ទុះក្រោយមកក៏សត្វបិសាចនោះបានលោតបុកទ្វារប៉ុន្តែបុកទម្លុះមិនបាននោះទេដោយសារតែមានរបស់ធ្ងន់ៗបាំងបាត់ហើយលោក Blakely គាត់ឃើញកម្លាំងបិសាចនេះបុកយ៉ាងខ្លាំងគាត់ក៏បាននិយាយថាខ្ញុំមិនទាន់ចង់ស្លាប់នោះទេបន្ទាប់មកសត្វបិសាចនោះក៏បានលេចក្បាលចេញពីក្រោយខ្នងរបស់លោក Blakely បិសាចមួយក្បាលនេះវាក៏បានទម្លុះកញ្ចក់ចូលមកកូនចៅលោក Blakely ឃើញសភាពការមិនស្រួលពួកគាត់ក៏បានរើអីវ៉ាន់ដែលបាំងនៅពីមុខទ្វារចេញដើម្បីលោតចេញទៅខាងក្រៅបិសាចមួយក្បាលនេះដេញអ្នកទាំង3នាក់នេះរហូតទៅដល់បន្ទប់ដាក់អាវុធពេលទៅដល់បន្ទប់ដាក់អាវុធបិសាចមួយក្បាលនេះក៏បានចាប់ច្របាច់កកូនចៅរបស់លោក Blakely ម្នាក់ហើយម្នាក់ទៀតគាត់កំពុងតែទាញកំភ្លើងនិងដាក់គ្រាប់ដើម្បីបាញ់បិសាចមួយក្បាលនេះពេលដាក់គ្រាប់រួចបរិមម្នាក់នេះបានបាញ់ទៅលើបិសាចជាច្រើនគ្រាប់ប៉ុន្តែបាញ់មិនត្រូវនោះទេដោយសារការបន្លាស់ទីរបស់វាគឺគិចគ្រាប់កំភ្លើងលឿនខ្លាំងណាស់បន្ទាប់ពីបាញ់អស់ជាច្រើនគ្រាប់បិសាចមួយនោះក៏បានរត់ចេញទៅក្រៅបាត់ទៅចំណែកឯកូនចៅរបស់លោក Blakely និងលោក Blakely កំពុងតែរៀបចំខ្លួននិងសម្ភារៈក៏ដូចជាអាវុធផ្សេងៗដើម្បីទៅប្រយុទ្ធជាមួយសត្វបិសាចមួយក្បាលនេះបន្ទាប់ពីរៀបចំអាវុធរួចហើយពួកគេទាំង3នាក់ក៏បានដើរចេញមកក្រៅដើរទៅរកសត្វបិសាចមួយក្បាលនេះពួកគេទាំង3នាក់បានព្យាយាមដើររកបិសាចមួយក្បាលនេះអស់រយៈពេលជាយូរទម្រាំនឹងឃើញពេលរកឃើញនោះគឺសត្វបិសាចនោះបានលោតមកច្រំពីលើពួកគេទាំង3នាក់ហើយពួកគេបាញ់ជាច្រើនគ្រាប់ប៉ុន្តែមិនត្រូវនោះទេបិសាចមួយក្បាលនេះក៏បានចាប់បានលោក Blakely គាត់ភ័យខ្លាំងណាស់គាត់បានស្រែកយ៉ាងខ្លាំងបិសាចមួយក្បាលនេះធុញនឹងលោក Blakely ស្រែកខ្លាំងពេកគាត់ក៏បានយកក្បាលរបស់គាត់បោកជាមួយនឹងក្បាលលោក Blakely ធ្វើឲ្យលោក Blakely ស្លាប់ភ្លាមបន្ទាប់ពីសម្លាប់លោក Blakely បានហើយបិសាចមួយនេះក៏បានបោះលោក Blakely ទៅលើកូនចៅរបស់ពួកគេអ្នកទាំងពីរនាក់ក៏បានព្យាយាមបាញ់ទៅលើបិសាចនេះជាច្រើនគ្រាប់ក៏បានបាញ់ចំស្មាបិសាចមួយក្បាលនេះពេលនោះវាក៏បានឈឺវាបានរត់ចេញទៅខាងក្រៅបន្ទាប់ពីបិសាចមួយក្បាលនេះរត់ចេញទៅក្រៅបាត់បរិមម្នាក់ក៏បានរត់ទៅមើលលោក Blakely នៅពេលនោះគាត់លើកលោក Blakely ឡើងលើ
គាត់ក៏បានដឹងថាលោក Blackley ក៏បានស្លាប់បាត់ទៅហើយបរិសម្នាក់ទៀតគាត់បាននិយាយថាទុកសាកសពគាត់នៅទីនេះហើយពួកយើងត្រូវទៅតាមសម្លាប់បិសាចមួយក្បាលនេះចោលកុំឲ្យទុកវាឲ្យនៅរស់អីបន្ទាប់ពីនិយាយស្រួលគ្នារួចពួកគេទាំងពីរនាក់ក៏បានដើរចេញមកក្រៅនិងទៅរកបិសាចមួយក្បាលនេះបន្តទៀតពេលពួកគេដើរទៅដល់បន្ទប់ទទួលភ្ញៀវពួកគេមិនបានដឹងថាបិសាចមួយនេះនៅពីលើក្បាលរបស់ពួកគេនោះទេបិសាចមួយក្បាលនេះវាក៏បានលោតមកដាល់ពួកគេទាំងពីរនាក់ម្នាក់មួយដៃហើយបិសាចមួយនេះក៏បានរត់ទៅថែមបរិសម្នាក់ដែលពាក់អាវខ្មៅនោះមួយដៃទៀតយ៉ាងដំណំបរិសម្នាក់នេះគាត់មានការខឹងជាខ្លាំងគាត់ក៏បានដោះអាវក្រៅរបស់គាត់ចេញនិងប្រយុទ្ធដៃទល់នឹងដៃជាមួយបិសាចបរិសម្នាក់នេះគាត់បានវាយបិសាចនេះជាច្រើនដៃបិសាចនេះវាព្យាយាមតដៃដែរប៉ុន្តែវាយមិនត្រូវបរិសម្នាក់នេះទេដោយវាយមិនត្រូវបិសាចមួយនេះវាខឹងខ្លាំងណាស់វាក៏បានចាប់ច្បាច់កបរិសម្នាក់នេះយ៉ាងខ្លាំងបរិសម្នាក់ទៀតឃើញគ្នាគាត់មិនស្រួលគាត់ក៏បានរត់ទៅយកដាវនិងរបាំងការពីមួយរត់ទៅកាប់បិសាចមួយក្បាលនេះប៉ុន្តែកាប់មិនត្រូវនោះទេហើយបិសាចមួយនេះវាក៏បានវាយជើងបរិសម្នាក់នេះធ្វើឲ្យដួលហើយវាក៏បានលោតទៅកន្ទ្រឹបពីលើបរិសម្នាក់នេះពេលនោះគ្នាគាត់ឃើញសកម្មភាពមិនស្រួលគាត់ក៏បានទាញព្រួញបាញ់ទៅលើបិសាចមួយនោះត្រូវពី3គ្រាប់បិសាចមួយនោះដោយត្រូវគ្រាប់ព្រួញវាឈឺវាក៏បានរត់ទៅក្រៅធ្លាក់នៅក្នុងទឹកអាងបន្ទាប់ពីឃើញបិសាចនោះដួលនៅក្នុងទឹកអាងពួកគេទាំងពីរនាក់ក៏បានដើរទៅមើលពេលទៅដល់ពួកគេទាំងពីរនាក់មិនបានឃើញសត្វបិសាចមួយក្បាលនោះទេដោយមិនឃើញបិសាចនៅក្នុងទឹកអាងបរិសម្នាក់គាត់បានសម្លឹងទៅមើលគុម្ពផ្កាហើយគាត់បាននិយាយថាចេញមកពេលនោះបិសាចនោះក៏បានចេញមកនឹងយកផ្កាមួយធោគប់ទៅលើពួកគេទាំងពីរនាក់បរិសម្នាក់ដែលគាត់កាន់ព្រួញគាត់ក៏បានបាញ់ព្រួញទៅលើបិសាចនោះឆាក្បាលវិញផងដែរបិសាចមួយក្បាលនេះវាខឹងយ៉ាងខ្លាំងវាបានរត់សណ្ដៅមកពួកគេទាំងពីរនាក់និងវាយបរិសម្នាក់យ៉ាងដំណំបរិសម្នាក់នេះគាត់ឃើញគ្នាគាត់របួសយ៉ាងធ្ងន់គាត់ក៏បានប្រយុទ្ធជាមួយបិសាចនេះដៃទល់នឹងដៃប៉ុន្តែលើកនេះដៃរបស់គាត់វាយបិសាចមួយក្បាលនេះមិនជឿនោះទេបន្តមកបិសាចមួយក្បាលនេះវាក៏បានចាប់បរិសម្នាក់នេះជ្រមុជចូលទៅក្នុងទឹកបិសាចនោះសម្លឹងឃើញទៅបរិសម្នាក់នេះសឹងតែដឹងដាច់ខ្យល់ហើយវាក៏បានលើកបរិសម្នាក់នេះចេញនិងក្រវែងចោលទៅខាងក្នុងផ្ទះបន្ទាប់មកបិសាចមួយក្បាលនេះវាក៏បានលោតទៅខំបរិសម្នាក់ទៀតគឺខំបណ្ដាច់ស្មាដោយរហែកសាច់របស់គាត់ស្រែកយ៉ាងខ្លាំងហើយគ្នាគាត់ម្នាក់ទៀតដែលនៅខាងក្នុងបានឮសំឡេងគាត់ក៏បានរត់យកឆ្អឹងសត្វមកវាយចំពីលើក្បាលបិសាចមួយនេះបិសាចមួយនោះក៏បានវាត់ត្រូវមួយដៃវិញផងដែរបន្ទាប់មកបរិសម្នាក់នេះនិងបិសាចមួយក្បាលនេះវាក៏បានឈរមើលមុខគ្នាទៅវិញទៅមកកំពុងតែឈរមើលមុខគ្នាសុកក៏ស្រាប់តែដើមឈើមួយបានបាំងមុខពួកគេទាំងពីរនាក់បន្ទាប់ពីដើមឈើធំមួយបាក់មកបាំងពួកគេទាំងពីរនាក់បរិសម្នាក់នេះគាត់បានកាច់មែកឈើមួយយ៉ាងម៉មយកមកធ្វើជាព្រួញមួយដើម្បីប្រយុទ្ធជាមួយបិសាចបន្ទាប់ពីធ្វើព្រួញនោះហើយបរិសម្នាក់នេះក៏បានឡើងឈរពីលើដើមឈើហើយលោតទៅវាយបិសាចមួយក្បាលនេះប៉ុន្តែព្រួញរបស់គាត់មកមិនដល់សាច់បិសាចម្នាក់នេះទេពេលគាត់វាយគឺធ្វើឲ្យព្រួញរបស់គាត់បានបាក់បាត់ហើយបន្ទាប់ពីព្រួញរបស់គាត់បាក់គាត់ក៏បានយកដងនៃព្រួយនោះយកទៅចាក់ទៅលើបិសាចនោះជាច្រើនដងបន្តមកទៀតគាត់ក៏បានយកព្រួយនេះលោតទៅចាក់ចំក្បាលបិសាចនេះធ្វើឲ្យបិសាចនេះស្លាប់ទៅបន្ទាប់ពីបិសាចនេះស្លាប់គាត់មិននឹកស្មានថាគាត់អាចធ្វើរឿងមួយនេះបាននោះទេគាត់មានអារម្មណ៍ថាគាត់មិនមែនជាខ្លួនគាត់នោះទេដោយសារតែគាត់មានកម្លាំងមកពីណាមកសម្លាប់បិសាចមួយក្បាលនេះបានសូម្បីតែគ្នាគាត់ក៏មិននឹកស្មានថាបរិសម្នាក់នេះអាចសម្លាប់បិសាចមួយក្បាលនេះបាននោះទេអូខេអ្នកទាំងអស់គ្នាអញ្ចឹងការសម្រាយរឿង Primal Season ទី2វគ្គទី5របស់យើងគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងប្រសិនបើបងប្អូនចូលចិត្តរកការសម្រាយរឿងបែបនេះសូមបងប្អូនជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងជូនខ្ញុំម្នាក់មួយផងហើយនៅវីដេអូក្រោយដែលជាវគ្គទី6នេះគឺយើងមានតួអង្គស្ពាយនិងហ្វាងមកវិញហើយអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចតាមដានទស្សនាវីដេអូបន្តទៀតសូមអរគុណជម្រាបលាអូនអ្នកទាំងអស់គ្នាខ្ញុំសូមពឹងអ្នកទាំងអស់គ្នាម្នាក់មួយផងដែរសូមអ្នកទាំងអស់គ្នាជួយ join Channel Telegram របស់ខ្ញុំម្នាក់មួយផងដែរហើយ link Telegram នៅក្នុង description នៅខាងក្រោមអ្នកទាំងអស់គ្នា